ជំរាបសួរបាទថ្ងៃនេះខ្ញុំមានវីដេអូមួយដែលជាវីដេអូទី1ព្រោះខ្ញុំអត់ដែលនិយាយពាក់ព័ន្ធជាមួយទៅនឹងអឺបញ្ហាសង្គ្រាមរវាងអ៊ុយក្រែនហើយនិងរុស្ស៊ីទេហើយមួយទៀតវីដេអូនេះក៏ជាវីដេអូដែលខ្ញុំបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេមិនមែនជាការវែកញែកឬក៏វិភាគអីស៊ីជម្រៅទេគ្រាន់តែថាជាការមើលឃើញរបស់ខ្ញុំអញ្ចឹងនៅក្នុងចំណុចទី1និយាយអំពីការទូតគឺខ្ញុំឃើញថាមានចំណុចខុសឆ្គងទី1គឺពាក់ព័ន្ធជាមួយទៅនឹងការទទួលបដិសណ្ឋារកិច្ចជាមួយទៅនឹងលោក Volodymyr Zelensky មានន័យថាប្រធានាធិបតីរបស់អ៊ុយក្រែនហើយចំណុចមួយទៀតដែលខ្ញុំមើលឃើញឆ្គងនោះគឺតាក់ទងជាមួយទៅនឹងការដោះស្រាយបញ្ហាដូចជាការដាក់សម្ពាធបង្ខំឲ្យប្រធានាធិបតីរបស់អ៊ុយក្រែននឹងទទួលយកជាមួយទៅនឹងសំណើឬក៏ការគិតរបស់ខ្លួននឹងដោយអត់មានថ្លឹងថ្លែងឬក៏ដោះស្រាយបញ្ហានឹងដោយសន្តិវិធីដោយភាគីសងខាងនឹងត្រូវព្រមជាមួយទៅនឹងអ្វីដែលគាត់ដើរតួជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលនឹងពេលធម្មតាយើងដោះស្រាយបញ្ហាចំនួនរវាងភាគី A ភាគី B វាតែងតែមានប្រទាញដើម្បីរកហេតុផលដើម្បីយកអ្វីមួយដែលជាអំណះអំណាងរបស់ខ្លួនហើយប៉ុន្តែយ៉ាងណាទៅបីវាខុសគ្នាវាត្រូវគ្នាយើងអាចតម្លាក់អាចតម្លើងអាចតម្រឹមតិចតួចមកវាត្រូវហើយក្នុងនាមយើងដើរតួជាអ្នកសម្របសម្រួលប៉ុន្តែជាក់ស្ដែងឃើញហ្នឹងគឺអត់អញ្ចឹងទេបាទគឺឃើញដាក់បន្ទុកដាក់កំហិតបខំតែម្ដងចំណុចទី2ខ្ញុំនិយាយអំពីសហរដ្ឋអាមេរិកឬក៏រដ្ឋបាលរបស់លោកដូណាល់ ត្រាំហាក់បីដូចបង្ហាញអំពីខ្លួនឯងចង់ជិះខ្លួនមួយចង់ជិះទូកពីរមានន័យថាការជួបដែលខ្ញុំមើលឃើញតាំងពីមុនមកហ្នឹងគឺការជួបជាមួយទៅនឹងភាគីនៃចំនួនរវាងអ៊ុយក្រែនហើយរុស្ស៊ីហ្នឹងគឺជួបរុស្ស៊ីមុនជួបលោកពូទីនមុនបាទអញ្ចឹងជួបខាងរុស្ស៊ីមុនហ្នឹងអាចនិយាយថានៅក្នុងហ្នឹងប្រហែលជាខ្ញុំមិនចោទទេប៉ុន្តែខ្ញុំគិតថាប្រហែលជាទទួលបានផលប្រយោជន៍ពីរុស្ស៊ីអញ្ចឹងនៅពេលដែលទទួលបានផលប្រយោជន៍ពីរុស្ស៊ីហើយអាចមានចិត្តលំអៀងហើយបន្ទាប់មកក៏ដាក់បន្ទុកដែលគិតថាអ៊ុយក្រែនស្ថិតនៅក្នុងកម្រិតដៃរបស់ខ្លួនឬក៏អ៊ុយក្រែនជាប្រទេសទុនខ្សោយដែលកំពុងរងគ្រោះហើយម្យ៉ាងទៀតគឺអ៊ុយក្រែននោះទទួលបានជាមួយនឹងជំនួយស្ទើរតែទាំងស្រុងហើយភាគច្រើននឹងគឺជំនួយពីអាមេរិកអញ្ចឹងអាចនិយាយថាអាមេរិកនឹងគិតថាអ៊ុយក្រែននឹងគឺជាប្រទេសមួយដែលស្ថិតនៅក្នុងការសម្រេចចិត្តរបស់ខ្លួនដែលខ្លួនឯងអាចបញ្ជាអាចប្រខិតបង្ខំឬក៏តម្រូវឲ្យអ៊ុយក្រែននឹងគិតតាមឬក៏ព្រមព្រៀងទៅតាមអ្វីដែលខ្លួនឯងគិតអញ្ចឹងខ្ញុំមើលឃើញថាអាមេរិកទទួលបានផលប្រយោជន៍ពីរុស្ស៊ីទី1បាទហើយទី2ទទួលបានផលប្រយោជន៍ពីអ៊ុយក្រែននៅពេលដែលប្រខិតបង្ខំអ៊ុយក្រែនឲ្យទទួលឬក៏យើងអាចនិយាយថាប្រខិតបង្ខំឬក៏ព្យាយាមដាក់បន្ទុកទៅឲ្យអ៊ុយក្រែននឹងដើម្បីទទួលយកជាមួយទៅនឹងអ្វីដែលជាការគិតរបស់ខ្លួនឯងដូចនៅក្នុងវីដេអូមួយនេះឃើញថាលោកដូណាល់ ត្រាំបានដាក់បន្ទុកទៅលើZelensky ថាអ្នកឯងកុំលេងលបែងបើកាលណាអ្នកឯងលេងលបែងអ្នកឯងមានលេងអត់មានស្លឹកបៀទៀតទេមានន័យថាបើសិនជាអ្នកឯង play ជាមួយ game ហ្នឹងគឺអ្នកឯងនឹងខ្លាយទៅជាអ្នកនាំរឿងឲ្យកើតទៅជាសង្គ្រាមលោកទី3ប៉ុន្តែឃើញថាកន្លែងហ្នឹងដូចជាការនិយាយដោយដាក់បន្ទុកដាក់កំហិតដាក់ការបង្ខិតបង្ខំឲ្យទទួលយកនៅអ្វីដែលខ្លួនឯងគិតដែលអត់បានផ្ដល់តម្លៃទៅឲ្យលោក Zelensky ដែលក្នុងនាមគាត់ជាប្រធានាធិបតីអត់មានការពិភាក្សាផ្ដល់នៅការប្រឹក្សាណាមួយដែលសមស្របដែលមើលទៅឲ្យមានក្រមសីលធម៌យ៉ាងហ្នឹងក៏អត់មានអញ្ចឹងខ្ញុំសង្កេតឃើញថាកន្លែងហ្នឹងគឺលោកត្រាំអាចនឹងទទួលបានផលប្រយោជន៍ពីរទី1គឺពីរុស្ស៊ីទី2គឺទទួលបានផលប្រយោជន៍ពីអ៊ុយក្រែនតាមរយៈការទូទាត់សងជាមួយទៅនឹងសំណងដែលដោះដូរជាមួយទៅនឹងការធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងការជីកយកខ្សែយកអីជាដើមនោះក្នុងការដឹកនាំរយៈពេល6សប្តាហ៍ជាងរបស់រដ្ឋបាលរបស់លោកដូណាល់ ត្រាំឃើញថាព្យាយាមដោះដៃចេញពីបន្ទុកមានន័យថាតម្លាក់សូម្បីតាបិទជាមួយទៅនឹង USAID ហ្នឹងក៏មានន័យថាជាតិចនិចមួយដើម្បីតម្លាក់បន្ទុកដែរមានន័យថាលែងចាយលុយច្រើនហើយគឺទាញលុយដែលត្រូវចំណាយហ្នឹងគឺយកត្រឡប់ទៅវិញចូលទៅក្នុងប្រទេសវិញហើយមួយទៀតខ្ញុំឃើញថាសូម្បីតែការចរចារវាងអ៊ុយក្រែនហ្នឹងគឺឃើញថាសហរដ្ឋអាមេរិកព្យាយាមតម្លាក់បន្ទុកហ្នឹងទៅកាន់អឺរ៉ុបអញ្ចឹងឲ្យអឺរ៉ុបហ្នឹងគឺ
ទីមួយភ្ញាក់ខ្លួនដែរទីមួយអឺរ៉ុបភ្ញាក់ខ្លួនភ័យខ្លួនដែរហើយគិតថាអាមេរិកអត់អាចពឹងបានទៀតទេអញ្ចឹងត្រូវតែរកក្តីរំពឹងដោយខ្លួនឯងត្រូវចេះជួយខ្លួនឯងហើយបណ្ដាប្រទេសនៅអឺរ៉ុបនោះគឺត្រូវសហការត្រូវមូលមតិគ្នាដើម្បីធ្វើម៉េចឲ្យអឺរ៉ុបនោះមានភាពរឹងមាំប៉ុន្តែនៅក្នុងនោះក៏ឃើញអេរីយ៉ាប័តជាពិសេសលោកម៉ាក្រុងដែលជាប្រធានាធិបតីរបស់បារាំងក៏គាត់បន្ទន់អេយ៉ាប័តដើម្បីលួងលោមឲ្យត្រាំនឹងជួយសម្របសម្រួលទៅកាន់អឺរ៉ុបដែរវាគឺជាតិចនិចមួយដែលល្អដែលលោកម៉ាក្រុងនៅបន្ទន់អេយ៉ាប័តជាច្រើនដើម្បីលួងរដ្ឋបាលរបស់លោកត្រាំដើម្បីឲ្យជួយខ្ញុំគិតថាវាជារឿងល្អបើសិនជាថ្ងៃក្រោយទៅចាប់ពីពេលឥឡូវទៅអឺរ៉ុបអាចដឹងខ្លួនព្យាយាមពង្រឹងខ្លួនឯងបន្ថែមកលៈទេសៈពេលហ្នឹងក៏ត្រូវការជួយពីអាមេរិកដែរប៉ុន្តែថ្ងៃក្រោយទៅនៅពេលដែលដឹងខ្លួនពីឥឡូវហើយអញ្ចឹងត្រូវពង្រឹងខ្លួនឯងបន្ថែមព្រោះទោះបីជាថ្ងៃក្រោយទៅអាមេរិកដោះដៃចេញទាំងស្រុងក៏មានន័យថាអឺរ៉ុបអាចពឹងលើខ្លួនឯងបានដែរនៅក្នុងចំណុចទី3ខ្ញុំមើលឃើញអំពីល្បិចយើងអាចនិយាយថាជាល្បិចឬក៏ជាភាពវៃឆ្លាតរបស់លោកដូណាល់ត្រាំដែលគាត់ទី1ព្យាយាមដោះដៃចេញពីបន្ទុកសំបីតាការបិទជាមួយទៅនឹង USAID ហ្នឹងមើលថាអាណាដែលវាចាំបាច់បិទបានបិទអាណាដែលមើលគិតថានៅតែបន្តអាចបន្តទៀតអត់ប្រើលុយហ្នឹងទៅឧបត្ថម្ភទៅកាន់ប្រទេសបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកទាំងអស់ដូចមុនទេឧទាហរណ៍ថាបើលុយត្រូវចាយ10មានន័យថាឥឡូវចាយតែ3តែ4ទេនៅសល់ប្រហែលទៀតគឺទុកនៅសហរដ្ឋអាមេរិកអញ្ចឹងមានន័យថានេះគឺជាយុទ្ធសាស្ត្រមួយដែលឆ្លាតសហរដ្ឋអាមេរិកឬក៏រដ្ឋបាលរបស់លោកត្រាំដែលគាត់អាចថាព្យាយាមគៀងគោលលុយនឹងទុកនៅអាមេរិកដើម្បីទ្រទ្រង់ជាមួយនឹងសេដ្ឋកិច្ចអាមេរិកបន្តក្នុងនឹងក៏ខ្ញុំមើលឃើញដែរថាការតម្លាក់បន្ទុកបន្ទាប់ពីការចរចាជាមួយទៅនឹងអ៊ុយក្រែនហើយហ្នឹងគឺឃើញថាដាក់បន្ទុកដោះដៃដូចចង់ដោះដៃចេញហើយដាក់បន្ទុកទៅកាន់អឺរ៉ុបដើម្បីអឺរ៉ុបហ្នឹងគឺចេះចាយលុយដើម្បីជួយទៅលើអ៊ុយក្រែនខ្លះពីព្រោះអ៊ុយក្រែនវាស្ថិតនៅក្នុងតំបន់អឺរ៉ុបហ្នឹងហើយអញ្ចឹងនិយាយឲ្យស្រួលស្រាប់ថាអឺរ៉ុបឥឡូវហ្នឹងក៏ភ្ញាក់ខ្លួនដែរប៉ុន្តែខ្ញុំឃើញអំពីអេរីយ៉ាប័តរបស់លោកម៉ាក្រុងដែលជាប្រធានាធិបតីរបស់បារាំងហ្នឹងគឺបន្ទន់អេរីយ៉ាប័តដើម្បីលួងត្រាំដែរគាត់ព្យាយាមស្និទ្ធស្នាលមួយត្រាំឲ្យលួងត្រាំនៅពេលត្រាំហ្នឹងជួយបន្តទៀតទៅកាន់អឺរ៉ុបប៉ុន្តែនិយាយថាជាយុទ្ធសាស្ត្រល្អដែរដែលលួងរដ្ឋបាលរបស់លោកត្រាំដើម្បីជួយបន្តហើយចាប់ពីឥឡូវទៅដឹងខ្លួនអញ្ចឹងអឺរ៉ុបត្រូវចេះសាមគ្គីគ្នាហើយត្រូវចេះជួយខ្លួនឯងបើសិនជាថ្ងៃក្រោយទៅទោះបីជាអាមេរិកដោះដៃចេញទាំងស្រុងក៏មានន័យថាអឺរ៉ុបអាចជួយខ្លួនឯងបានដែរប៉ុន្តែឥឡូវនេះក៏ជារឿងល្អដែលត្រូវលួងអាមេរិកសិនបាទលួងអាមេរិកសិនដើម្បីអាមេរិកជួយសិននៅពីក្រោយអឺរ៉ុបសិនដើម្បីកុំឲ្យអឺរ៉ុបនឹងទទួលថ្មបាក់ទាំងស្រុងនៅបញ្ហាជាច្រើនដែលធ្លាប់រំពឹងទៅលើអាមេរិកនឹងអញ្ចឹងកន្លែងចំណុចទី3នឹងអាចនិយាយថា5មានភាពវៃឆ្លាតជាល្បិចដែរហើយខ្ញុំបានទទួលព័ត៌មានពីមិត្តភ័ក្តិខ្ញុំដែលគាត់រស់នៅសហរដ្ឋអាមេរិកផ្ទាល់ហ្នឹងក៏គាត់បានប្រាប់ដែរថាតាំងពីអាណត្តិរបស់លោករដ្ឋបាលរបស់លោកโจ Biden មកហ្នឹងគឺវាជួបជាមួយទៅនឹងបញ្ហាពាក់ព័ន្ធមួយសង្គ្រាមនឹងផងជួបបញ្ហាពាក់ព័ន្ធមួយ COVID-19 ជាវិបត្តិសកលនឹងផងអញ្ចឹងវាធ្វើឲ្យសេដ្ឋកិច្ចរបស់អាមេរិកហ្នឹងដោនខ្លាំងបាទធ្លាក់ចុះមកផ្នែកធំដែរហើយខ្ញុំគិតថានៅពេលដែលលោកដូណាល់ត្រាំគាត់ឡើងមកនេះគឺជាយុទ្ធសាស្ត្រមួយដែលសភារបស់អាមេរិកធ្វើទេអានេះវាអាចនិយាយថាវាជាការដើរតួបើយើងនិយាយឲ្យចំថាការដឹកនាំរបស់គណៈបកប្រជាធិបតេយ្យនិងសាធារណរដ្ឋប្រជាធិបតេយ្យរបស់លោកដូណាល់ត្រាំហើយនិងโจ Biden ហ្នឹងគឺដូចជាការលេងហ្គេមអញ្ចឹង play ទៅវិញទៅមកទេប៉ុន្តែក្នុងហ្នឹងផលប្រយោជន៍ហ្នឹងគឺទទួលបានតែអាមេរិកដដែលហ្នឹងពីព្រោះខ្ញុំគិតថារាល់ការសម្រេចចិត្តរាល់ការធ្វើអីមួយរបស់ប្រធានាធិបតីរបស់លោកโจ Biden ក្តីរបស់លោកដូណាល់ត្រាំក្តីបាទគឺសិតតែវាជាការសម្រេចចិត្តដែលឆ្លងជាមួយទៅនឹងសភាគាត់ថាសភានៅក្នុងសភាអាមេរិកនៅក្នុងនោះវាមានឯកភាពឬក៏យើងហៅថាសម្លេងអ្នកណាភាគតិចភាគច្រើនហ្នឹងអាហ្នឹងវាសិតនៅក្នុងការសម្រេចចិត្តហ្នឹងវាច្រើនណាស់ប៉ុន្តែយ៉ាងណាក៏គេចេះស្ដាប់ហេតុផលគ្នាដែរពីព្រោះគោលដៅរបស់បកទាំងពីរធំហ្នឹងគឺគោលដៅគឺដើម្បីប្រយោជន៍របស់សហរដ្ឋអាមេរិកទេដើម្បីប្រយោជន៍របស់ប្រទេសគេទេអញ្ចឹងមានន័យថាសូម្បីតែមកដល់លោកដូណាល់ត្រាំហ្នឹងគ្រាន់តែខ្ញុំគិតឃើញយល់ឃើញខ្លួនឯងទេជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេខ្ញុំឃើញថាវាដូចជាការលេងហ្គេមអញ្ចឹង
play ទៅ play មក play ទៅ play មកប៉ុន្តែប្រយោជន៍គឺរត់ចូលអាមេរិកទាំងអស់សំបីតានិយាយខាងលើមិញពាក់ព័ន្ធចំណុចទី2ហ្នឹងតាក់ទងនឹងលោកDonald Trump ជួបជាមួយទៅនឹងរុស្ស៊ីជួបជាមួយអ៊ុយក្រែនហើយផលប្រយោជន៍ដែលអាចទទួលបានពីរុស្ស៊ីផងពីអ៊ុយក្រែនផងហ្នឹងគឺសិតតែជាល្បិចគឺសិតតែជាតិចនិចដើម្បីទទួលបានផលប្រយោជន៍រត់ចូលទៅអាមេរិកចំណុចទី3បន្ថែមទៀតហ្នឹងក្នុងហ្នឹងខ្ញុំក៏ចង់និយាយដែរទី1ដាក់បន្ទុកទៅកាន់អឺរ៉ុបតម្លាក់បន្ទុកទៅកាន់អឺរ៉ុបដើម្បីអឺរ៉ុបហ្នឹងចេះជួយអ៊ុយក្រែនផងមិនមែនមានន័យថារាល់ជំនួយសពបែបយ៉ាងហ្នឹងគឺពឹងតែអាមេរិកមួយទេហើយចំណុចមួយទៀតលោក Elon Musk លើកឡើងថានឹងដកខ្លួនចេញពី NATO ទៀតអញ្ចឹងកាលណាដកខ្លួនចេញពី NATO មានន័យថាអឺរ៉ុបនឹងគឺកាន់តែរង្គោះរង្គើកាន់តែភ័យខ្លាចកាន់តែបារម្ភហើយមិនមែនត្រឹមតែដកខ្លួនចេញពី NATO ទេហើយដកខ្លួនចេញពី UN ទៀតហើយអង្គការ NATO UN នេះគឺសិតតែព្រួយផ្ដើមចេញពីអាមេរិកទេប៉ុន្តែឥឡូវនេះគឺចាប់ពី Donald Trump ឡើងមកនេះហើយមានលោក Elon Musk ជាត្រួតពិនិត្យទៅលើការចាយវាយលុយកាក់ហ្នឹងគឺឥឡូវហ្នឹងមិនត្រឹមតែដកខ្លួនចេញពី NATO ទេដកខ្លួនចេញពី UN ទៀតបាទអញ្ចឹងខ្ញុំនៅមើលឃើញដដែលបងប្អូននេះខ្ញុំនៅតែមើលឃើញដដែលថារាល់បញ្ហាឬក៏រាល់រឿងមួយចំនួនដែលមើលទៅដូចជាភ្លុកទឹកភ្លុកដីមួយរយៈមកតាក់ទងជាមួយទៅនឹងការដឹកនាំរបស់គាត់រយៈពេល6សប្តាហ៍ជាងនេះខ្ញុំឃើញថាសិតតែជាយុទ្ធសាស្ត្ររបស់ត្រាំដែលភាគច្រើនសំបីតាចំណុចពាក់ព័ន្ធជាមួយទៅនឹងការព្យាយាមដាក់បន្ទុកឬក៏បង្ខំឲ្យអ៊ុយក្រែនទទួលយកជាមួយទៅនឹងសំណើឬក៏ការសម្រេចចិត្តរបស់ខ្លួនហ្នឹងក៏សិតតែជាយុទ្ធសាស្ត្ររបស់គាត់ដែរហើយនៅក្នុងហ្នឹងក៏ដកខ្លួនចេញពី NATO ឯនេះគឺសិតតែជាយុទ្ធសាស្ត្រពីព្រោះការដកខ្លួនចេញពី NATO នេះគឺអាចនិយាយថាជាការដកខ្លួនដើម្បីអស់បន្ទុកកាលណាទីអាមេរិកដកខ្លួនចេញទៅមានន័យថាអត់មានជាប់ជាពាក់ជាពិនជាប់បន្ទុកទេហើយតម្លាក់បន្ទុកហ្នឹងទៅកាន់អឺរ៉ុបដើម្បីឲ្យអឺរ៉ុបនឹងចេះប្រមូលផ្ដុំគ្នាចេះចាយលុយដើម្បីជួយទៅអ៊ុយក្រែនផងកុំឲ្យគិតថារាល់ចំណាយទាំងអស់រាល់បញ្ហារាល់បន្ទុកទាំងអស់ហ្នឹងគឺតម្លាក់ទៅលើតែអាមេរិកហើយឲ្យអាមេរិកនឹងចេញលុយច្រើនហើយកន្លងមកលោក Donald Trump ថារាល់មូលនិធិរាល់ចំណាយអីផ្សេងហ្នឹងភាគច្រើនគឺអាមេរិកចេញមុនរហូតហើយអញ្ចឹងតាក់ទងមួយនឹងគេឲ្យឈ្មោះថាដំណាភាពនៅក្នុងការចាយលុយឬក៏ដំណាភាពនៅក្នុងការបង់លុយពាក់ព័ន្ធជាមួយទៅនឹងអង្គការ NATO ឯហ្នឹងគឺសិតតែអាមេរិករៀងយល់ថាខ្លួនឯងនឹងចាញ់ប្រៀបជាមួយទៅនឹងអឺរ៉ុបអីចឹងទៅហើយថាអឺរ៉ុបនឹងបោកអាមេរិកប្រើកន្លងមកហើយអញ្ចឹងមានន័យថាត្រាំគាត់ដាក់រៀងចំរបស់គាត់ដែរគាត់ដាក់ចុករបស់គាត់ដែរខ្ញុំនិយាយអំពីនៅក្នុងភាពវៃឆ្លាតខ្ញុំអាចនិយាយថាវាជាភាពវៃឆ្លាតរបស់គាត់ប៉ុន្តែបើយើងនិយាយអំពីមួយចំណុចទៀតអាចនិយាយថាជាភាពអាត្មានិយមអានេះអាមេរិកនៅពេលដែលដោះដៃចេញពី NATO មានន័យថាតម្លាក់បន្ទុកទៅឲ្យអឺរ៉ុបទាំងស្រុងហើយខ្លួនឯងនឹងរួចខ្លួនអត់ចំណាយលុយអត់ចាយលុយទៀតទេហើយលឺសូថាដកខ្លួនចេញពី UN នេះទៀតនោះគឺសិតតែជាល្បិចឬក៏យើងហៅថាជាកលឹះនៅក្នុងការដោះខ្លួនចេញពីបន្ទុកអត់ចាយលុយបន្តទៀតអញ្ចឹងអានេះគឺសិតតែជាយុទ្ធសាស្ត្ររបស់គាត់ទេខ្ញុំមើលឃើញថាវាជាយុទ្ធសាស្ត្រជាភាពវៃឆ្លាតរបស់គាត់អានឹងក្នុងមួយផ្នែកប៉ុន្តែបើយើងមើលមួយផ្នែកទៀតមានន័យថាគឺជាភាពអាត្មានិយមដែលរស់តែឯងមានន័យថាចង់រស់តែឯងតែអ្នកណាយ៉ាងម៉េចក៏អត់ខ្វល់ដែរហើយក្នុងនឹងដូចខ្ញុំនិយាយជាឧទាហរណ៍អញ្ចឹងថាក្នុងនាមអាមេរិកជាមហាអំណាចផងទី1ទី2ជាប្រទេសដែលដាក់ខ្លួនដែលគេដាក់ងារថាជាបិតាប្រជាធិបតេយ្យនោះនៅពេលដែលដោះដៃនៅពេលដែលដោះបន្ទុកយករួចខ្លួនបែបនេះគឺយើងគិតថាវាអត់សមរម្យទេវាជាភាពអាត្មានិយមប៉ុន្តែមែនតើអាចនិយាយថាគេគិតទៅលើខ្លួនគេគិតទៅលើពលរដ្ឋរបស់គេគិតទៅលើប្រជាជនរបស់គេគិតទៅលើប្រទេសរបស់គេជាចំណុចអតិភិបមុនបើយើងមានគ្រួសារមួយយើងប្រកាសជាគិតទៅលើគ្រួសារយើងមុនហើយបើសិនជាយើងសល់ឬក៏យើងធូរធារអាចយើងចែកម្លែកទៅកាន់អ្នកជិតខាងអ្នកក្រសត់ចឹងទៅប៉ុន្តែបើសិនជាយើងអត់គ្រប់ទេយើងត្រូវគិតពីកូនគិតពីបន្ទុកគ្រួសាររបស់យើងអាហ្នឹងក៏វាជាសមហេតុសមផលរបស់គេដែរប៉ុន្តែក្នុងកន្លែងហ្នឹងបងប្អូនអាចពិចារណាហើយនឹងយល់ឃើញយ៉ាងណាក៏ជាមតិឬក៏ការយល់ឃើញរបស់បងប្អូនដែរហើយវីដេអូនេះគ្រាន់តែជាការបង្ហាញអំពីការយល់ឃើញរបស់ខ្ញុំទេហើយចំណុចទី4គឺគោលបំណងរបស់អាមេរិកឬក៏គោលបំណងដែលខ្ញុំមើលឃើញហ្នឹងគឺ
គឺជួយសេដ្ឋកិច្ចរបស់អាមេរិកទេបាទគឺជួយសេដ្ឋកិច្ចរបស់អាមេរិកឲ្យនឹងណឲ្យកើនឡើងត្រឡប់មកវិញគាត់ថារយៈពេល6សប្តាហ៍កន្លងមកនេះនៅក្នុងការដឹកនាំរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំអត់ទាន់ឃើញថាមានភាពល្អប្រសើរអីច្រើនទេអញ្ចឹងចំណុចទី4យើងនិយាយអំពីការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួននឹងខ្ញុំបានសួរមិត្តភ័ក្តិខ្ញុំម្នាក់ដែលជាខ្មែរអាមេរិកកាំងដែលគាត់រស់នៅសហរដ្ឋអាមេរិកចូលជាង10ឆ្នាំហើយគាត់បានប្រាប់ថាសេដ្ឋកិច្ចរបស់អាមេរិកហ្នឹងគឺធ្លាក់ខ្លាំងបាទអតិផរណាឡើងខ្ពស់ហើយអត្រាអត់ការងារធ្វើក៏ច្រើនជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងក៏រញ៉េរញ៉ៃច្រើនដែរអញ្ចឹងធ្វើឲ្យពលរដ្ឋអាមេរិកហ្នឹងបាត់បង់ការងារហើយតំណែងនៅលើទីផ្សារហ្នឹងគឺឡើងថ្លៃហើយក៏ថាក្នុងរយៈកាលអាណត្តិរដ្ឋបាលរបស់លោកโจ Biden ហ្នឹងគឺអាចនិយាយថាជារឿងសួយរបស់គាត់ដែរដែលគាត់ឡើងកាន់អំណាចនៅក្នុងអាណត្តិមុនបាទស្របពេលដែលមានទី1សង្គ្រាមជាច្រើនមិនថាតែសង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនទេហើយទី2នោះគឺវិបត្តិសកលមួយទៀតទាក់ទងជាមួយនឹង COVID-19 នឹងឯងអញ្ចឹងវាធ្វើឲ្យសេដ្ឋកិច្ចរបស់អាមេរិក down ខ្លាំងមែនទែនអញ្ចឹងនៅក្នុងអាណត្តិនេះអាណត្តិរដ្ឋបាលរបស់លោកដូណាល់ត្រាំនេះគឺជាអាណត្តិមួយដែលអាមេរិកអាចនឹងគេគិតគូទៅលើខ្លួនគេដូចនិយាយថាគិតផ្ទះគេចម្បងជាងផ្ទះអ្នកដតីនឹងឯងអញ្ចឹងគេគិតគ្រួសារគេមុនហើយមែនតើបងប្អូនទោះបីជាការដឹកនាំរបស់លោកโจ Biden របស់លោកត្រាំក៏ដោយមានន័យថានៅក្នុងគណៈបកប្រជាធិបតេយ្យឬក៏សាធារណរដ្ឋក៏ដោយខ្ញុំគិតថានៅក្នុងនឹងការសម្រេចចិត្តឬយើងហៅថាអភ័យឯកសិទ្ធិនៅក្នុងការសម្រេចចិត្តរបស់ប្រធានាធិបតីនឹងក៏មានកម្រិតដែរមិនមែនមានច្រើនអីខ្ពស់អីប្រហែលទេអញ្ចឹងរាល់ការសម្រេចចិត្តធំនោះគឺវាស្ថិតនៅក្នុងសភាហើយសភានោះមិនមែនមានន័យថាខ្លួនឯងតែឯងនៅក្នុងការសភារបស់សាធារណរដ្ឋតែមួយជាហៀងទេមានន័យថាមានសភាទាំងពីរនៅក្នុងជាមួយគ្នាដើម្បីជជែកគ្នាហើយគេគិតជារួមនោះគឺផលប្រយោជន៍របស់អាមេរិកដដែលទេគាត់ថានៅពេលដែលដូណាល់ត្រាំគាត់ឈ្នះអញ្ចឹងទៅសភារបស់គាត់នឹងមានតែអីច្រើនជាងអញ្ចឹងទៅប៉ុន្តែយ៉ាងណាក៏គេនៅតែជជែកគ្នាដើម្បីវាស់វែងអំពីគុណសម្បត្តិនិងគុណវិបត្តិផលប្រយោជន៍ហើយនឹងការបាត់បង់និយាយចំថាគេគិតទៅលើផលប្រយោជន៍រួមរបស់គេដដែលទេអញ្ចឹងរាល់រឿងដែលកើតឡើងក្នុងរយៈពេលកន្លងមកនៃការដឹកនាំរបស់លោកដូណាល់ត្រាំថ្មីរយៈពេល6សប្តាហ៍ជាងនេះគឺខ្ញុំគិតថាវាសិតសឹងតែជាតិចនិចសិតសឹងតែជាហៅថាសិល្បៈរបស់គេទេធ្វើម៉េចឲ្យអាមេរិកគេនៅតែខ្លាំងដដែលអាណាដែលត្រូវចាយពីមុនត្រូវដកចេញខ្លះក៏ដកទៅអាកន្លែងណាដែលត្រូវបន្ទុកបោះអឺរ៉ុបតម្លាក់ឲ្យអឺរ៉ុបខ្លះទៅអញ្ចឹងគឺសិតតែគេហៅថាសិតតែសិល្បៈនៅក្នុងការដឹកនាំរបស់គេទេអានេះគ្រាន់តែជាការមើលឃើញរបស់ខ្ញុំការយល់ឃើញរបស់ខ្ញុំទេហើយខ្ញុំអត់ដឹងថាបងប្អូនយល់ឃើញឬក៏មើលឃើញបែបណាទេការយល់ឃើញវាអាចផ្សេងគ្នាហើយដូចខ្ញុំបញ្ជាក់អញ្ចឹងថាការចែកម្លែកនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំជាទស្សនៈផ្ទាល់របស់ខ្ញុំហើយខ្ញុំមិនមែនជាអ្នកវិភាគអីទេណាទេហើយសង្ឃឹមថាបងប្អូននឹងស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាហើយយើងអាចថាគិតទៅលើអ្វីដែលជាចំហរបស់បងប្អូនរៀងខ្លួនទៅมันជាបញ្ហាទេតែគ្រាន់តែការចែកម្លែកនេះគឺអាចថាជាផ្នែកមួយបន្ថែមទៀតហើយសង្ឃឹមថាការចែកម្លែករបស់ខ្ញុំថ្ងៃនេះនឹងคล้ายទៅជាបំណិនคล้ายទៅជា tip คล้ายទៅជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាហើយបើបងប្អូនពេញចិត្តជាមួយវីដេអូនេះកុំភ្លេចជួយ subscribe ឬក៏ follow ទៅលើ page ខ្ញុំឬក៏ subscribe ទៅលើ channel YouTube ខ្ញុំអ្នកមួយផងហើយនឹង share វីដេអូនេះទៅកាន់អ្នកដទៃទៀតដើម្បីឲ្យអ្នកដទៃទៀតគាត់បានឃើញវីដេអូនេះផងជួបគ្នានៅវីដេអូលើក្រោយពីខ្ញុំភិរមសូមអរគុណនិងសូមជម្រាបលា